រំលាបសួរលោកគ្រូអ្នកគ្រូយើងបាទចឹងនេះខ្ញុំនឹងចែករំលែកបាទអំពីការចូលទៅពិនិត្យវត្តមានបាទសម្រាប់លោកនាយកឬក៏ ICT បាទសាលាបាទដំបូងយើងចូលទៅថ្នាក់បឋមទាំងអស់គ្នាបាទបន្ទាប់មកយើងចូលមកកន្លែងនេះសម្រាប់អ្នកគ្រប់គ្រងបាទថ្នាក់គ្រប់គ្រងបាទហើយយើងជ្រើសរើសយកថ្នាក់គ្រប់គ្រងសាលារៀនបាទចូលមកដល់កន្លែងនេះយើងវាយបាទវាយកណនីយើងចូលបាទបទលោកនាយកបាទចឹងខ្ញុំបានវាបញ្ចូលរួចហើយបាទឥឡូវយើងចូលទៅពិនិត្យមើលវត្តមានគឺចូលកន្លែងត្រេ3បាទត្រេ3នេះបាទតោះមកយើងចូលកន្លែងវត្តមានបាទហើយយើងចូលពិនិត្យវត្តមានគ្រូបាទចឹងកន្លែងវត្តមានគ្រូនេះបាទយើងចូលមកការឯកភាពបាទឯកភាពវត្តមានបាទនេះបាទយើងចូលមកឯកភាពសិនទៅបាទថ្ងៃ17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 សិតទៅថ្ងៃ17បាទទាំងអស់ហ្នឹងគឺយើងត្រូវឯកភាពឲ្យគាត់ចូលបាទគាត់ចូលវត្តមានយើងចុចបាទឯកភាពមកបាទបើគាត់មិនឃើញមកសាលាទេយើងចុចបដិសេធចោលបាទអញ្ចឹងយើងឯកភាពឯកភាពអនុម័តបាទបន្ទាប់មកយើងចូលមកកន្លែងនេះអឺវត្តមានគ្រូបាទឃើញថានេះមានអ្នកសុំច្បាប់បាទបាទអ្នកមកយឺតអីបាទកន្លែងហ្នឹងបាទឬមួយក៏ ICT បាទ ICT អាចចូលពិនិត្យមើលកន្លែងហ្នឹងឬមួយគាត់ចុះមិនបានត្រឹមត្រូវបាទយើងចូលទៅពិនិត្យទៅគឺថតថាគាត់មិនបានសុំច្បាប់ទេបាទគាត់មកបាទអញ្ចឹងដាក់កន្លែងនេះគឺវត្តមានបាទអញ្ចឹងនឹងសម្រាប់លោកនាយកបាទអាចចូលពិនិត្យមើលគាត់មកយឺតឬមួយក៏គាត់អវត្តមានបាទឃើញគាត់ចុះប៉ុន្តែឃើញគាត់មិនបានមកទេបាទយើងអាចដាក់ថាអវត្តមានចឹងបានបាទឬមួយក៏យើងដាក់ច្បាប់បាទនឹងគឺសម្រាប់លោកនាយកបាទបាទអញ្ចឹងសូមអរគុណបាទតកតងនឹងការចូលពិនិត្យវត្តមានរបស់លោកគ្រូអ្នកគ្រូបាទសម្រាប់លោកនាយកឬក៏ ICT សាលា